วิธีนี้เหมือนทำในช่วยกับปัทอยสะสเกอร์นะแถมในช่วยประดอกสะระบบบองปอนต่อคณีตีฉันได้บัสันจิบองปอนจังดังไปวิธีเพื่อแบบน้าก็พลิกมือวิดีโอเนี่ยดาวจับนะบองปอนมาตัวคลุนยังแต่งอ้อกระไรหน้าก็สำคัญได้สะก็กันแต่สำคัญตีบัสันจีสะติดไปหรือก็สะช่อก็ถ้วยบัดบองสำหรับยังตามหนึ่งได้จังสะคือสำคัญคลังเหม็นแตนยมเมียนขยายมาโกนดมยมมาด่าจานไปเจ็บบองปอนบุไอวิธีนี้ยังถ้วยตกอัศบานอยู่ตกบานตมาตัดเชียงไอเต้ขนมตูตะแจเจ้ายังធ្វើតែមកល្មមសម្រាប់ប្រើធម្មតាទឹកជាងនឹងទៅបងប្អូនតែសម្រាប់បងប្អូនអត់មានទូរជាបងប្អូនអាចធ្វើមិនតិចតិចទៅសម្រាប់ការប្រើមួយថ្ងៃអស់អញ្ចឹងណាចង់ស្អាតតតែអាសាបន្តិចបងប្អូនអើយអត់មានអីបានដែលងាយងាយទេតតែយើងព្យាយាមឲ្យខ្ទឹមក្រហមនេះខ្ញុំណែនាំបងតាគ្នាបកឲ្យជ្រៅបន្តិចទៅកុំឲ្យដោយផ្សិតវានៅហ្នឹងទៅយើងលាងមិនក៏វាអស់មេរោគដែរខ្មៅមិញហ្នឹងផ្សិតណាបងចឹងហើយយើងបកពី3សន្ទប់ឲ្យជ្រៅតិចបោះចោលតែម្ដងទៅកុំស្ដាយចាឥឡូវនេះខ្ញុំដាក់គ្រឿងផ្សំចូលក្នុងកូនឆ្នាំងមួយហើយខ្ញុំមានជាមួយនឹងទឹកអង្ករបងប្អូនសម្រាប់ទឹកអង្ករបងប្អូនត្រាំកាន់តែយូរកាន់តែល្អតែកុំយូរខ្លាំងពេកធ្វើ1ម៉ោង2ម៉ោងអីបានណាយើងមកចាក់មកទាំងខ្ញីទាំងខ្ទឹមក្រហមសុទ្ធតែមានតួនាទីជំរុញការលូតលាស់សក់របស់យើងឲ្យដុះបានវែងលឿនប្រេងដូងក៏ដូចគ្នាដែរខ្ញុំដាក់ប្រេងដូងត្រជាក់បានបន្តិចចូលហើយយកទៅកម្ដៅនៅលើភ្លើងទុកឲ្យពុះប្រហែលជា15នាទីបងប្អូនអាចបិទភ្លើងបានណានិយាយពីថាឈ្ងុយពេញផ្ទះតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានសក់អត់សូវដុះតតែអាសាធ្វើដូចខ្ញុំចែកម្លែកបងប្អូនទាំងអស់គ្នាមែនប៉ុន្តែខ្ញុំមិនមែនបានអង្គុយធ្វើតែគ្រប់រូបមន្តដែលខ្ញុំបង្ហាញនឹងទេពេលខ្លះក៏ខ្ញុំខ្ជិលដែរបងប្អូនអើយនិយាយអាការពិតគាត់ថាអ្វីដែលខ្ញុំដឹងខ្ញុំចេះតែចង់ចែកម្លែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងណាបងប្អូនដែលគាត់អាសាគាត់អាចធ្វើបានបើដូចខ្ញុំការងាររវល់ក៏ច្រើនវីវក់កាត់តវីដេអូផងធ្វើវីដេអូផងបញ្ចូលសលេងផងការងារជាច្រើនទៀតតាក់ទងជាមួយនឹងការលក់របស់ខ្ញុំអញ្ចឹងហើយខ្ញុំឆ្លៀតចែករំលែកជូនបងប្អូនទាំងអស់គ្នាដែលគាត់អាសាគាត់មានពេលគាត់អាចធ្វើបានមុននឹងយកទៅលាបសក់បងប្អូនយកមកឆ្ពង់មុខមកសន្ទុះសិនដោយសារតែឈ្ងុយសាហេដកដង្ហើមបានវែងមែនតើមានអារម្មណ៍ថាស្រួលខ្លួនអញ្ចឹងហើយក៏ឈរឆ្ពង់មុខមកសន្ទុះសិនហ្មងទៅចាឥឡូវនេះបន្ទាប់ពីទុកឲ្យត្រជាក់ហើយខ្ញុំដួស4ស្លាបព្រាបាយសម្រាប់បងប្អូនមានដបស៊ុបប្រាយបងប្អូនដាក់ចូលដបស៊ុបប្រាយដាក់ចូលក្នុងទូទៅបងប្អូនឲ្យពេលត្រូវការយកបាញ់ឲ្យពេញស្បែកក្បាលរបស់បងប្អូនណាបងប្អូនអត់ដបស៊ុបប្រាយបងប្អូនយកសលៃហើយយកមកជូតលាបដូចខ្ញុំក៏បានដែរលាបឲ្យពេញគល់សក់ខ្ញុំបញ្ជាក់បងប្អូនបន្តិចសម្រាប់ទឹកបាញ់បដោះសក់នេះគឺអត់ផ្ដោតទៅលើជួយឲ្យសក់ទន់អីទេគឺផ្ដោតទៅលើការជួយឲ្យសក់ដុះហើយនឹងកាត់បន្ថយសក់ស្កើគ្រប់វិធីដែលខ្ញុំបង្ហាញទាំងអស់គឺមានអ្នកប្រើត្រូវភាគច្រើនអញ្ចឹងបើសិនជាបងប្អូនប្រើអត់ត្រូវអីធ្វើតែម្ដងឈប់ធ្វើទៅតែសម្រាប់បងប្អូនដែលគាត់ប្រើត្រូវគាត់អាចធ្វើបន្តទៀតព្រោះថាជួយសេវលុយបងប្អូនណាហើយអាចមានប៉ះពាល់អីទេដោយសារវាជារបស់ធម្មជាតិគុណបងប្អូនខ្ញុំសូមឆ្លៀតបន្តិចចង់លើកទឹកចិត្តសម្រាប់បងប្អូនដែលគាត់កំពុងតែមានបញ្ហាស្បែកមុខសរសៃសក់សំខាន់ដែរតែស្បែកមុខក៏កាន់តែសំខាន់ទៀតដែរបងប្អូននេះគឺជាស្បែកមុខខ្ញុំមិនយូរអីពេកទេទៅមកយកឥឡូវដែរទេដែលខ្ញុំព្យាយាមតេស្តផលិតផលថ្មីជាច្រើនមុខជាហេតុធ្វើមុខខ្ញុំឡើងមុនហើយខ្ញុំញិចទៅឡើងស្នេហ៍ដោយសារតែខ្ញុំដឹងថាខ្ញុំមានរបស់ទឹកនៅក្នុងដៃម៉ាំងកនិងសរោមបដោះកោសិកាអញ្ចឹងខ្ញុំអត់ខ្វល់ទេបងប្អូនអត់បញ្ហាសោះហ្មងត្រឹមមកឡើងស្នាមប៉ុណ្ណឹងអីឲ្យអ៊ុយហ្មងម៉ាំងកសរោមបដោះកោសិកាមួយសប្តាហ៍យ៉ាងហោចណាស់ខ្ញុំតែងតែប្រើម៉ាំងកឲ្យបានម្ដងជារៀងរាល់ថ្ងៃពេលព្រឹកឡើងខ្ញុំងើបពីគេងលុបមុខឲ្យស្អាតខ្ញុំលាបសរោមវីតាមីនចម្រុះឲ្យ collagen cream លាប collagen cream ក៏លាបលេការពារក្តៅថ្ងៃពីលើពេលថ្ងៃខ្ញុំតែងតែប្រើ3ជាន់បែបហ្នឹងពីមុនខ្ជិលបងប្អូនពេលមុខអត់ស្អាតដល់ទៅពេលបានមុខស្អាតអាសាទៅអូខ្ញុំភ្លេចប្រាប់បងប្អូនទាំងអស់គ្នាពេលយប់ឡើងខ្ញុំលាប collagen cream និងសរោមបដោះកោសិកាដោយសារតែខ្ញុំអត់ចោលវីដេអូវែងពេកអញ្ចឹងហើយកុំឲ្យយូរបងប្អូនមើលកាត់តាមនឹងទៅសម្រាប់បងប្អូនគាត់តាមដានខ្ញុំគឺដឹងហើយខ្ញុំលាបឲ្យគេពេលយប់ឡើងពេលថ្ងៃឡើងខ្ញុំលាបឲ្យគេអញ្ចឹងសម្រាប់បងប្អូនដែលគាត់អស់ជំរឿជាមួយនឹងការប្រើប្រាស់ផលិតផលអីណាកុំមើលរំលងផលិតផលយូរីណាបងប្អូនប្រើពិតស្អាតពិតអតិជនមិនតិចអ្នកទេដែលគាត់ទទួលបានស្បែកមុខស្អាតពីផលិតផលយូរីសំខាន់គាត់តែងតែបោះសម្ដីមកថាប្រើមុខស្អាតហើយសេវលុយគាត់បានច្រើនទៀតអ្នកណាមិនរំភើបបងប្អូនគាត់ណាលាបឲ្យមុខឡើងចាស់ឡើងគីឡូបែបហ្នឹងអរគុណបងប្អូន